បន្ទាប់ពីបានចំអែតមនុស្សរាប់ពាន់អ្នករួចមកព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ឲ្យចុះទូកហើយឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីលេមុនទ្រង់ពេលនោះពួកសិស្សក៏បានចេញដំណើរទៅដោយសង្ឃឹមថាការធ្វើដំណើរឆ្លងសមុទ្រនេះនឹងប្រកបដោយសេចក្តីសុខសាន្តនិងសុវត្ថិភាពឯព្រះយេស៊ូវវិញព្រះអង្គទ្រង់ក៏យាងឡើងទៅលើភ្នំតែម្នាក់ឯងដើម្បីអធិដ្ឋានដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌មិនយូរប៉ុន្មានអាកាសធាតុក៏បានប្រែប្រួលចំណែកឯទូកបានចេញពីត្រើយកាន់តែឆ្ងាយទៅហើយក៏ជួបនឹងខ្យល់ព្យុះនិងរលកបក់បោកយ៉ាងធំពួកសិស្សរបស់ទ្រង់ក៏ខំប្រឹងចែវទូករហូតដល់អស់កម្លាំងប៉ុន្តែពួកគេមិនបានយកឈ្នះកម្លាំងខ្យល់នេះបានទេភ្លាមនោះស្រាប់តែពួកគេបានឃើញអ្វីដែលមិនគួរឲ្យជឿដូចជាមានស្រមោលមនុស្សម្នាក់កំពុងដើរមករកពួកគេនៅលើទឹកពួកសិស្សស្រែកយំដោយភាពភ័យខ្លាចនិងតក់ស្លុតព្រោះពួកគេស្មានថាទ្រង់ជាខ្មោចពេលដឹងប្រកាសថាជាព្រះយេស៊ូវពេត្រុសក៏បានឈានជើងចេញពីទូកដើរតម្រង់ទៅរកព្រះអង្គពិតជាអស្ចារ្យណាស់ជើងរបស់គាត់បានប៉ះនឹងផ្ទៃទឹកតែគាត់មិនបានលិចទេពេលពេត្រុសដើរបានតែបន្តិចគាត់ហាក់ដូចជាសប្បាយរីករាយនៅអ្វីដែលគាត់កំពុងតែធ្វើហើយបែរជាឈប់សម្លឹងមើលទៅព្រះអង្គហើយគាត់ក៏បានឃើញរលកដ៏ធំកំពុងបក់និងឮសំឡេងខ្យល់បក់បោកយ៉ាងខ្លាំងគួរឲ្យរន្ធត់ការភ័យខ្លាចគ្រប់គ្រងលើចិត្តរបស់គាត់ដែលធ្វើឲ្យគាត់ងាកបែរចេញពីអង្គព្រះយេស៊ូវហើយភ្លាមនោះគាត់ក៏លិចចូលទៅក្នុងទឹកពេត្រុសបានស្រែកឡើងថាអោព្រះអង្គម្ចាស់អើយសូមជួយសង្គ្រោះទូលបង្គំផងទូលបង្គំស្លាប់ឥឡូវនេះហើយភ្លាមនោះព្រះអង្គក៏លូកព្រះហស្ថទ្រង់ទៅចាប់ដៃពេត្រុសជាប់ព្រះយេស៊ូវបានលើកគាត់ឡើងហើយនាំគាត់ដើរត្រឡប់ទៅឯទូកវិញហើយមានព្រះបន្ទូលថាអ្នកមានជំនឿតិចអើយហេតុអ្វីបានជាអ្នកមានចិត្តសង្ស័យធ្វើអ្វីសាច់រឿងនេះចង់បង្រៀនបងប្អូនអំពីជំនឿពិតប្រាកដគឺជាការផ្ដោតភ្នែករបស់យើងទាំងស្រុងលើអង្គព្រះយេស៊ូវគ្រីស្ទទោះបីជាការភ័យខ្លាចនិងការសង្ស័យនៅពេលមានព្យុះភ្លៀងក្នុងជីវិតរបស់យើងធំយ៉ាងណាក៏ដោយសូមធ្វើការព្យាយាមបង្វែរអារម្មណ៍ទៅរកព្រះអង្គទ្រង់តែងតែគង់នៅទីនោះដើម្បីសង្គ្រោះយើងនៅពេលដែលយើងអំពាវនាវដល់ព្រះនាមទ្រង់ការសង្ស័យកើតឡើងនៅពេលដែលយើងងាកភ្នែកចេញពីទ្រង់ហើយទៅមើលអ្វីផ្សេងវិញ